សួស្តីពុកម៉ែបងប្អូនទាំងគ្នាឥឡូវនេះនៅក្នុងទីផ្សារកុំព្យូទ័រលំហវាកំពុងតែក្តៅខ្លាំងថ្ងៃនេះខ្ញុំនឹងប្រៀបធៀបយក្សទាំងពីរនោះគឺ Samsung Galaxy XR និង Apple Vision Pro M5 ឬក៏គេហៅថា Apple Vision Pro 2ក្នុងចំណុចទី1នោះគឺតម្លៃរបស់ Apple Vision Pro 2វាចាប់ផ្ដើមពី$3,499រីឯ Samsung Galaxy XR វិញតម្លៃវាចាប់ផ្ដើមពី$1,799ចឹងនៅក្នុងចំណុចទី1នេះ Apple Vision Pro វាមានតម្លៃថ្លៃជាង Samsung Galaxy XR គុណនឹង2តែ Apple Vision Pro វិញវាមាន chipset ចុងក្រោយបំផុតសម្រាប់ laptop និង desktop ដ៏ខ្លាំងពី Apple នោះគឺ chip M5 ហើយសម្រាប់អេក្រង់របស់ Apple Vision Pro នោះវាមាន refresh rate រហូតដល់ 120Hz ចឹងពេលយើងទស្សនារឿងទស្សនាវីដេអូផ្សេងវាមាន motion smooth សម្រាប់ Samsung Galaxy XR វិញវាមាន chipset មកពីក្រុមហ៊ុន Snapdragon សម្រាប់ Samsung Galaxy XR វិញវាមានចំណុចខ្លាំងបំផុតនោះគឺ operation system របស់វាឬក៏គេហៅថា OS របស់វាមានឈ្មោះថា Android XR operation system ហ្នឹងស្តៀងទៅនឹងទូរស័ព្ទ Android របស់យើងពុកម៉ែបងប្អូនដឹងហើយទូរស័ព្ទ Android មនុស្សភាគច្រើននឹងនិយាយថា Android ស្រួលប្រើជាងទូរស័ព្ទ Apple ដែលមាន operation system iOS ហើយសម្រាប់ Apple Vision Pro ហ្នឹងបើយើងនៅក្នុង ecosystem របស់ Apple ដូចជាយើងប្រើទូរស័ព្ទ Apple ប្រើ iPad Apple ប្រើកាស Apple វា connect ជាមួយគ្នា seamlessly ឬក៏ smooth សម្រាប់អេក្រង់របស់វា Samsung Galaxy XR វាមាន pixel ច្រើនជាង Apple Vision Pro ប៉ុន្តែ Apple Vision Pro វាមានដូចខ្ញុំនិយាយមុនអញ្ចឹងវាមាន refresh rate រហូតដល់ 120Hz ជាចុងក្រោយសរុបមកទាំងអស់បើពុកម៉ែបងប្អូនចង់បាន chip ចំនួនចុងក្រោយបំផុតហើយលឿនហើយពុកម៉ែបងប្អូននៅក្នុង ecosystem របស់ Apple ពុកម៉ែបងប្អូនគួរជ្រើសរើសយក Apple Vision Pro តែបើពុកម៉ែបងប្អូនចូលចិត្ត operation system Android ជាងហើយពុកម៉ែបងប្អូនមិនចង់ចំណាយរហូតដល់$3,499ពុកម៉ែបងប្អូនជ្រើសរើសយក Samsung Galaxy XR វិញទៅវាមានតម្លៃថោកជាងថ្ងៃនេះវីដេអូមានតែប៉ុណ្្នឹងទេពុកម៉ែបងប្អូនសូមកុំភ្លេច comment នៅខាងក្រោមតើពុកម៉ែបងប្អូនជ្រើសរើសយកមួយណាដែរ Apple Vision Pro 2ឬក៏ Samsung Galaxy XR សូមកុំភ្លេចចុច subscribe ចុច follow ឲ្យមេដៃហើយកុំភ្លេចចែករំលែករហូតដល់មិត្តភ័ក្តិនិងគ្រួសាររបស់លោកអ្នកអរគុណ